สุดท้ายบางปอนต่างออกគ្នាសុខសប្បាយអត់ចំណាយខ្ញុំសុខសប្បាយធម្មតាមកយើងដល់ប្រធានបទមួយថ្មីទៀតហើយគឺនិយាយពី probiotic និង prebiotic ណាតែឥឡូវមុនចូលដល់ប្រធានបទរបស់យើងខ្ញុំសូមពឹងបងប្អូនជួយ subscribe channel ខ្ញុំហើយនិង like channel របស់ខ្ញុំអ្នកមួយបងប្អូនក្នុងវីដេអូនេះណាprebiotic និង probiotic ហ្នឹងខ្ញុំបាននិយាយនៅក្នុងវីដេអូមុនដោយខ្ញុំបាននិយាយតែបន្តិចទេអញ្ចឹងក៏មានបងប្រុសគាត់សនំពណាឲ្យនិយាយពី prebiotic ហើយនិង probiotic ហ្នឹងតោះឥឡូវយើងចូលដល់ប្រធានបទយើងហ្មងទៅឥឡូវខ្ញុំនិយាយពី probiotic មុនណាបងប្អូន probiotic គឺជាប្រភេទមេរោគល្អដែលមាននៅក្នុងរាងកាយរបស់យើងមានច្រើនកន្លែងណាប៉ុន្តែបងប្អូនស្គាល់ភាគច្រើនហ្នឹងគឺមានច្រើនលើសលប់ជាងគេហ្នឹងគឺនៅក្នុងពោះវៀនធំហើយក្រៅពីនៅក្នុងពោះវៀនក៏វាមាននៅលើស្បែករបស់យើងមាននៅក្នុងមាត់មាននៅសួតមាននៅប្រព័ន្ធផ្លូវនោមហើយនឹងមាននៅទ្វារមាសស្ត្រីផងដែរណាបងប្អូនហើយតើមុខងារ probiotic ហ្នឹងវាមិនបានគេហៅវាមេរោគល្អណាឥឡូវខ្ញុំនិយាយពីមុខងារវានៅតាមតំបន់មួយចុះឧទាហរណ៍ថានៅក្នុងពោះវៀនធំមុខងារនៅក្នុងពោះវៀនធំគឺ probiotic ជួយឲ្យសុខភាពកាពះពោះវៀនរបស់យើងហ្នឹងមានសុខភាពល្អតាមរយៈអីនៅពេលដែលយើងញ៉ាំចំណីអាហារដែលមានមេរោគឧទាហរណ៍ដូចជាបាក់តេរីផ្សិត virus ឬក៏ពួកប៉ារ៉ាស៊ីតអីហ្នឹងអញ្ចឹងចូលក្នុងខ្លួនយើងទៅ probiotic មកហ្នឹងគឺមាននីតិគឺកម្ចាត់អាមេរោគអត់ល្អដែលចូលនៅក្នុងខ្លួនរបស់យើងហ្នឹងណាតាមពិតនៅក្នុងខ្លួនរបស់យើងហ្នឹងមានទាំងមេរោគអត់ល្អតែហើយនឹងមេរោគល្អប៉ុន្តែអីដែលរាងកាយយើងត្រូវការគឺមេរោគល្អហ្នឹងគឺនៅឲ្យបានច្រើនជាងមេរោគមិនល្អអញ្ចឹង probiotic កាលណាបើសិនជាយើងមានច្រើននៅក្នុងពោះវៀនរបស់យើងទៅមេរោគអត់ល្អចូលមកគឺវាជួយកម្ចាត់ចេញកាលណាបើសិនវាមានតិចពេកមេរោគចូលមកច្រើនអញ្ចឹងតបតិចធ្វើមិនឈ្នះតបច្រើនបងប្អូនណាអាហ្នឹងគ្រាន់តែជួយកម្ចាត់មេរោគមុខងារផ្សេងទៀតគឺវាជួយរំលាយអាហារហើយក៏ជួយឲ្យស្រូបនៅសារធាតុចិញ្ចឹមដែរបងប្អូននៅពេលចំណីអាហារយើងបែកទុយទៅខ្លាយជាសារធាតុចិញ្ចឹមបែកប្រូតេអ៊ីនទៅប្រូតេអ៊ីនហ្នឹងវាត្រូវតែស្រូបចូលវិញទៅតាមរយៈពោះវៀនរបស់យើងអញ្ចឹងកាលណាសុខភាពពោះវៀនរបស់យើងមានសុខភាពល្អអាការស្រូបចូលនៅសារធាតុចិញ្ចឹមហើយនិងប្រូតេអ៊ីនផ្សេងៗហ្នឹងគឺស្រូបបានល្អបងប្អូនហើយកាលណាសុខភាពកាពះពោះវៀនរបស់យើងអត់ល្អបងប្អូនចេះឆ្ងល់ចេះញ៉ាំអីទៅចេះតែរាកញ៉ាំអីទៅចេះតែចុកពោះហើយមួយផ្សេងទៀតញ៉ាំទៅអត់មានកម្លាំងកាហែងទេដោយសារអីបងប្អូនយើងញ៉ាំទៅអត់មានអីជួយបំបែកយើងញ៉ាំទៅពោះវៀនយើងស្រូបអត់ល្អអញ្ចឹងញ៉ាំទៅដូចបោះចោលអញ្ចឹងណាញ៉ាំ10បោះចោលទាំង10ប៉ុន្តែបើសិនជាយើងសុខភាពកាពះពោះវៀនរបស់យើងមានសុខភាពល្អយើងញ៉ាំទាំងប្រមាណគឺចូលទៅក្នុងខ្លួនយើងទាំងអស់ធ្វើឲ្យយើងមានកម្លាំងកំហែងស្រស់ស្រាយអញ្ចឹងមានអារម្មណ៍ថាខ្លួនឯងញ៉ាំប៉ងក៏ដឹងមានកម្លាំងញ៉ាំទឹកដោះគោក៏ដឹងមានកម្លាំងញ៉ាំបន្លែផ្លែឈើអីផ្សេងប្រូតេអ៊ីននេះទៅក៏មានកម្លាំងអញ្ចឹងណាមកឥឡូវយើងចូលដល់តំបន់ផ្សេងវិញនៅថានៅតំបន់ទ្វារមាសស្ត្រីចុះហើយនឹងប្រព័ន្ធផ្លូវនោមរបស់យើងនៅពេលដែលយើងមានពួក probiotic នៅក្នុងនឹងបានល្អគឺការពារយើងអត់ឲ្យមានបញ្ហាងាយរលាកផ្លូវនោមឈឺនោមទាស់នៅទ្វារមាសស្ត្រីធ្វើឲ្យយើងអត់ងាយរលាកអត់ងាយធ្លាក់សអីផ្ដេសផ្ដាស់បងប្អូនដោយសារយើងមានពពួកមេរោគល្អចាំការពារចាំកម្ចាត់ពពួកមេរោគអាក្រក់ការពាររលាកទៀត probiotic ហ្នឹងហើយបើសិនជា probiotic ហ្នឹងមាននៅលើស្បែករបស់យើងបងប្អូនគឺការពារឲ្យស្បែករបស់យើងហ្នឹងអត់ងាយឡើងប្រតិកម្មអាឡែហ្ស៊ីអត់ងាយលមាស់អត់ងាយរោលអត់ងាយឡើងក្រហមអត់ងាយកើតមុនអញ្ចឹងណាសូម្បីតែលើ skin care ផ្សេងណាបងប្អូនស្រីដែលអ្នកប្រើ skin care ដែលឃើញផលិតផលខ្លះគេដាក់មាន probiotic អញ្ចឹងណាដើម្បីអីការពាររនាំងការពារស្បែកមុខស្បែកខ្លួនរបស់យើងនឹងអត់ឲ្យងាយប្រតិកម្មអត់ឲ្យងាយរោលអត់ឲ្យងាយរមាស់អត់ឲ្យងាយឡើងក្រហមអត់ឲ្យងាយកើតមុនណាបងប្អូនអាហ្នឹងគ្រាន់តែការពារនៅលើស្បែកទេបើនៅមាត់ហើយនឹងសួតរបស់យើងគឺការពារមាត់សុខភាពមាត់ធ្មេញយើងឲ្យមានសុខភាពល្អអត់ងាយឡើង
ពងបែកមាត់តបៅមាត់អត់ងាយស្កាតមាត់ថ្មិញរបស់យើងអត់ងាយពុកអញ្ចឹងណាហើយខ្យល់ដង្ហើមរបស់យើងហ្នឹងក៏ស្រស់ល្អបរិសុទ្ធអត់មានធុំក្លិនអាក្រក់អីទេតាំងពីផ្លូវប្រព័ន្ធរំលាយអាហារមាត់ហើយនឹងសួត3ហ្នឹងសំខាន់ណាបងប្អូនគឺធ្វើឲ្យខ្យល់ដង្ហើមរបស់យើងស្រស់ស្រាយបរិសុទ្ធអត់មានធុំក្លិនអាក្រក់អាហ្នឹងគ្រាន់តែអត្ថប្រយោជន៍របស់ probiotic ទៅលើរាងកាយរបស់យើងណាបងប្អូនតោះឥឡូវយើងមកដឹងពីប្រភពរបស់ probiotic វិញតើ probiotic មានប្រភពមកពីណានៅក្នុងចំណីអាហាររបស់យើងក៏មាន probiotic ដែរបងប្អូនមានដូចជានៅក្នុងយ៉ាអ៊ូមាននៅក្នុងឆេះមាននៅក្នុងទឹកខ្មេះដូចទឹកខ្មេះប៉មទឹកខ្មេះចេកឬក៏ទឹកខ្មេះអីក៏បានដែរផ្សេងទៀតទឹកខ្មេះផ្លែឈើផ្សេងដែលបងប្អូនចូលចិត្តហ្នឹងបងប្អូនអាចប្រើរសជាតិទឹកខ្មេះមួយណាក៏បានដែរប្រភេទជ្រក់ប្រភេទដូចគីមជីអីអស់ហ្នឹងក៏សុទ្ធតែជាមាន probiotic ដែរបងប្អូនហើយបងប្អូនចូលចិត្តមួយណាអាចញ៉ាំមួយហ្នឹងហើយក្រៅពីចំណីទាំងអស់ហ្នឹងក៏មានចំណីអាហារបរទេសមួយចំនួនវាសម្បូរ probiotic ដែរប៉ុន្តែខ្ញុំគិតថាបើយើងអត់ស្គាល់ខ្ញុំខ្ជិលនិយាយសូម្បីតែខ្ញុំក៏អត់ស្គាល់ខ្ញុំក៏ដែរញ៉ាំដែរអញ្ចឹងខ្ញុំនិយាយអីដែរខ្ញុំស្គាល់ហើយខ្ញុំធ្លាប់ញ៉ាំហើយងាយរកបាននៅក្នុងទីផ្សារចិត្តយើងក្នុងស្រុកខ្មែរយើងអញ្ចឹងណាបងប្អូនហើយមួយវិញទៀតក្រៅពីក្នុងចំណីអាហារ probiotic ក៏យើងមានជា supplement ជាថ្នាំអីអញ្ចឹងណានៅតាម pharmacy ស្រុកខ្មែរយើងដែលស្រួលរកខ្ញុំឲ្យឈ្មោះ brand 2-3ចុះទី1គឺនេះអង្គតេរ៉ូហ្គមីណាខ្ញុំដាក់រូបឲ្យបងប្អូនមើលអញ្ចឹងណាទី2គឺ Bio Flor ខ្ញុំគិតថាបងប្អូនប្រហែលជាស្គាល់ច្រើន Bio Flor ឬក៏ Bio Flor យើងហៅមួយណាក៏បានដែរដោយសារbrand ហ្នឹងមានគេផ្សាយពាណិជ្ជកម្មនៅក្នុងទូរទស្សន៍អីចឹងណាហើយមួយទៀតគឺ BioRe អាហ្នឹងខ្ញុំដាក់តែ3ហ្នឹងទេដោយសារអី3ហ្នឹងប្រហែលជាបងប្អូនងាយស្រួលរកទិញនៅតាមអសត់ស្ថាននានាក្នុងប្រទេសកម្ពុជារបស់យើងបើសិនជាបងប្អូនញ៉ាំចំណីអាហារហើយនៅតែមិនគ្រប់គ្រាន់អីចឹងណាបងប្អូនអាចរកទិញប្រភេទថ្នាំឬក៏ supplement ជាប្រភេទ probiotic នឹងបានបងប្អូនឥឡូវយើងចូលទៅដល់ prebiotic ហ្មងតើ prebiotic ហ្នឹងគឺជាអី prebiotic ហ្នឹងគឺដូចជាបរិស្ថានឬក៏ចំណីអាហាររបស់probiotic ចឹងបងប្អូនដូចយើងរស់នៅរាល់ថ្ងៃយើងត្រូវការចំណីអាហារយើងត្រូវការទឹកយើងត្រូវការអុកស៊ីហ្សែនយើងត្រូវការពន្លឺអញ្ចឹងណាអញ្ចឹង prebiotic ហ្នឹងគឺជាបរិស្ថានរស់នៅរបស់ probiotic មាននៅក្នុងប្រភេទចំណីអាហារបន្លែផ្លែឈើដែលសម្បូរដោយជាតិស័យអញ្ចឹងណាបងប្អូនហើយបន្លែផ្លែឈើភាគច្រើនគឺសម្បូរជាតិស័យហើយអញ្ចឹងឲ្យតែបន្លែផ្លែឈើមានជាតិស័យដឹងតែមានវាជា prebiotic ហើយអញ្ចឹងទៅវាគឺជាចំណីអាហារគឺជាបរិស្ថានរស់នៅរបស់ probiotic កាលណាយើងញ៉ាំ probiotic ចូលក្នុងខ្លួនប៉ុន្តែវាអត់មានចំណីអាហារឲ្យវារស់នៅអត់មានបរិស្ថានឲ្យវារស់នៅអញ្ចឹងក៏វាអាចកកើតនៅក្នុងខ្លួនយើងបានល្អដែរអញ្ចឹងបងប្អូនត្រូវតែមាន balance មានតុល្យភាពរវាង probiotic ហើយនិង prebiotic យើងញ៉ាំ probiotic ចូលហើយយើងក៏ត្រូវញ៉ាំរបស់ដែលជាចំណីអាហាររបស់ probiotic នឹងដែរគឺជាប្រភេទចំណីអាហារដែលមានសម្បូរកាកស័យបន្លែផ្លែឈើអីក៏បានដែរបងប្អូនប៉ុន្តែខ្ញុំនឹងរៀបរាប់ពីប្រភេទបន្លែផ្លែឈើដែលសម្បូរទៅដោយ prebiotic ហ្នឹងណាបន្លែផ្លែឈើដែលមានកាកស័យឧទាហរណ៍ដូចទំពាំងបារាំងតកួនខ្ទឹមប្រភេទខ្ទឹមបងប្អូនខ្ទឹមអីក៏បានដែរខ្ទឹមសខ្ទឹមក្រហមខ្ទឹមបារាំងខ្ទឹមខ្យល់អីហ្នឹងក៏សម្បូរជាប្រភេទ prebiotic ដែរហើយបន្លែវិញផ្លែឈើវិញមានដូចជាចេកពពួក berry អីក៏បានដែរ blueberry strawberry raspberry ឥឡូវហ្នឹងស្រុកខ្មែរយើងមានអាហ្នឹងច្រើនមកខ្ញុំនិយាយហ្នឹងបងប្អូនហើយចេកប៉មអីអាហ្នឹងក៏ជា prebiotic សម្រាប់ចំណីអាហារសម្រាប់ probiotic ដែរបងប្អូនអញ្ចឹងដើម្បីឲ្យមាន probiotic ក្នុងខ្លួនយើងត្រូវតែញ៉ាំ prebiotic ដែរណាហើយ
វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូននិយាយពី prebiotic ហើយនិង probiotic អរគុណច្រើនបងប្អូនដែលបានមើលវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់ហើយចុងក្រោយសំណូមពរបងប្អូនដែលអត់ទាន់ subscribe channel ខ្ញុំសូមជួយ subscribe like នៅលើវីដេអូហ្នឹងមួយបើសិនបងប្អូនពេញចិត្តហើយមានចំណាប់អារម្មណ៍អីបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះបានអរគុណច្រើនបងប្អូនជម្រាបលាជួបគ្នានៅវីដេអូក្រោយណា